សូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានថ្ងៃនេះខ្ញុំចេញវីដេអូចែករំលែកមួយបាទគឺវីដេអូកាត់សក់ឡុងសុងធម្មតាបាទនេះគឺជារបៀបបាទរបៀបសិតសក់ឲ្យវាមានរបៀបរៀបរយរួចសុំយើងកាត់តែម្ដងបងប្អូនបាទឥឡូវជាងកំពុងតែមានសកម្មភាពកាត់បាទកាត់ឲ្យស្អាតបងប្អូនបាទបងប្អូនតាមដានទស្សនាវីដេអូរបស់ខ្ញុំរហូតដល់ចប់បងប្អូននឹងបានចំណេះដឹងបាទចំណេះដឹងកាត់សក់បាទបងប្អូនតាមដានឲ្យតបងប្អូនបាទជាងកំពុងតែចាប់ចង់កាត់ចំហៀងបាទដេញឡើងលើចឹងបងប្អូនយកជើងលក្ខណៈជើងស្រមោលបងប្អូនបាទបងប្អូនឃើញវីដេអូខ្ញុំហើយបងប្អូនជួយ Subscribe បាទ Channel របស់ខ្ញុំម្នាក់មួយផងបងប្អូនដើម្បីឲ្យខ្ញុំផលិតវីដេអូចែកជូនបងប្អូនមើលកំសាន្តបន្តទៅទៀតបងប្អូនបាទនេះជាងកំពុងតែមានសកម្មភាពកាត់សក់យ៉ាងមមាញឹកបងប្អូនបាទជួបបដិញឡើងលើយករាងស្រមោលបងប្អូនបាទបងប្អូនតាមដានឲ្យតបងប្អូនកាត់ចំហៀងបាទនេះលក្ខណៈឡុងសុងធម្មតាទេបងប្អូនបាទកាត់សក់ឡុងសុងគឺគេកាត់អញ្ចឹងឯងបងប្អូនបាទនេះជាងកំពុងធ្វើសកម្មភាពកំពុងកាត់បងប្អូនបាទឡុងសុងធម្មតាបងប្អូនបាទនេះកំពុងតែកាត់បាទឈូសជើងក្រោមក្រោយបងប្អូនបាទបដិញជាមុខពលាកបងប្អូនមុខពលាកឡុងសុងលក្ខណៈធម្មតាមុខពលាកជើងក្រោយបងប្អូនតែសក់ក៏ស្ដើងពីក្រោយអញ្ចឹងអត់សូវបាទឈូសជារៀងមុខពលាកទៅអត់សូវដូចមុខពលាកទេបងប្អូនបាទស្ដើងពីក្រោយអញ្ចឹងក៏បាទកំពុងឈូសចូលរៀងបងប្អូនបាទនេះគឺជាវីដេអូចែករំលែករបស់ខ្ញុំបងប្អូនខ្ញុំចេះទាំងប្រមាណខ្ញុំធ្វើនៅក្នុងវីដេអូនេះអស់ហើយបងប្អូន
បាទហើយបងប្អូនហើយ